កូនពៅបាននិយាយទៅឪពុកថាលោកពុកសូមពុកឲ្យចំណាយទ្រព្យមកខ្ញុំមកមុនពេលដែលពុកស្លាប់ទៅដូចនេះឪពុកក៏យល់ព្រមចាយទ្រព្យសម្បត្តិរវាងកូនទាំងពីរ3-4 ថ្ងៃក្រោយមកកូនពៅក៏លាឪពុកចេញពីផ្ទះទៅរត់នៅឯទឹកដីដ៏សែនឆ្ងាយនៅទីនោះគេក៏បានចាយទ្រព្យនៅលើជីវិតរបស់គេអស់ទៅលោកអត់ម្ដងទៀតបោះម្ដងទៀតទៅ